សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ការបង្រៀនអំពីរបៀបនៃការកែ stock ក្នុង system ឲ្យដូចនឹង stock ដែលលោកអ្នករកឃើញខាងក្រៅជាក់ស្ដែងដើម្បីធ្វើការកែ stock ទំនិញក្នុង system ឲ្យដូចនឹង stock ជាក់ស្ដែងដំបូងលោកអ្នកត្រូវ click ចូលទៅក្នុង module stock បន្ទាប់មក click នៅលើពាក្យ adjustment product រួច click នៅលើប៊ូតុង create ដើម្បីធ្វើការកែ stock សម្រាប់ record លោកអ្នកអាចធ្វើការបំពេញដោយផ្ទាល់ឬអាចរំលងនោះ system នឹងធ្វើការចាប់ record នោះចូលនៅស្វ័យប្រវត្តិធ្វើការជ្រើសរើសថ្ងៃខែដែលលោកអ្នកធ្វើការកែ stock ជ្រើសរើសឈ្មោះសាខាដែលត្រូវកែ stock ជ្រើសរើសឈ្មោះឃ្លាំងបំពេញ reference ដែលជាព័ត៌មាននៃការកែ stock click ត្រង់នេះដើម្បីធ្វើការរើសមុខទំនិញដែលត្រូវកែtick មុខទំនិញដែលត្រូវកែរួច click លើប៊ូតុង OK បំពេញចំនួនដែលលោកអ្នករកឃើញជាក់ស្ដែងរួច Enter សម្រាប់ប្រភេទទំនិញដែលជាលេខ serial លោកអ្នកត្រូវបំពេញចំនួនដែលលោកអ្នករកឃើញជាក់ស្ដែងធ្វើការ Enter បន្ទាប់មកបំពេញលេខ serial ទៅតាមចំនួនចម្បាំងដែលលោកអ្នកត្រូវថែមនិងថយធ្វើការ click ប៊ូតុង OK សម្រាប់ប្រភេទទំនិញដែលមានការបរិច្ឆេទផុតកំណត់លោកអ្នកត្រូវបំពេញចំនួនដែលលោកអ្នករកឃើញជាក់ស្ដែងធ្វើការ Enter ធ្វើការបំពេញចំនួនដែលលោកអ្នករកឃើញម្ដងទៀត Enter រួច click នៅលើប៊ូតុង OK ជ្រើសរើសຂະຫນាតដែលត្រូវកែពិនិត្យចំនួននៅຂະຫນាតឡើងវិញឬ click Save click លើប៊ូតុង Print ដើម្បីធ្វើការ print ឯកសារចេញឬ click លើប៊ូតុង Preview ដើម្បីធ្វើការពិនិត្យឡើងវិញ click Continue ដើម្បីធ្វើការបញ្ចប់ដើម្បីពិនិត្យមើលប្រតិបត្តិការដែលលោកអ្នកកែ stock រួចលោកអ្នកអាច click ចូលទៅក្នុង Value Report រួច click នៅលើពាក្យ Adjustment ធ្វើការកំណត់ការបរិច្ឆេទដែលលោកអ្នកចង់ឆែកclick លើ Advanced Filter អ្នកអាចជ្រើសរើសឈ្មោះ Outlet និងបន្ថែម Group by ដើម្បីឲ្យការបង្ហាញមានភាពងាយស្រួលក្នុងការមើលលោកអ្នកអាចធ្វើការជ្រើសរើសបង្ហាញ Report បើសង្ខេបឬលម្អិតបន្ទាប់មក click នៅលើប៊ូតុង Apply លោកអ្នកអាច click ត្រង់នេះដើម្បីធ្វើការ Print របាយការណ៍ចេញ